ជានេះគឺជារោងម៉ាស៊ីនកិនស្រូវតាក់ហៀងហ៊ួនដែលបង្កើតតាំងពីឆ្នាំ1992រោងម៉ាស៊ីនកិនស្រូវនេះបច្ចុប្បន្នកំពុងតែគ្រប់គ្រងដោយលោកតាំងសម្បត្តិដែលជាចំនួនទី3នៃគ្រួសារត្រកូលតាំងពីចំនួនលោកតាមកដល់ឪពុករោងម៉ាស៊ីនកិនស្រូវនេះត្រូវបានទិញស្រូវពីកសិករតាមបែបប្រពៃណីប៉ុន្តែលោកសម្បត្តិចង់បានរោងម៉ាស៊ីនកិនស្រូវរបស់គាត់លើសពីការទិញស្រូវរបស់ប្រជាជនដូច្នេះហើយទើបលោកបង្កើតនៅការធ្វើស្រែកិច្ចសន្យាឬក៏ contract farming ទៅកាន់ប្រជាជននៅក្នុងការរៀបចំកុងត្រាកសិកម្មជូនកសិករនេះគឺយើងផ្ដោតទៅលើចំណុចមួយចំនួនទី1គឺរក្សាស្ថិរភាពទីផ្សារជូនកសិករមានន័យថាកសិករគាត់ផលិតបានគាត់មិនបាច់ចាំយកទៅលក់នៅខាងណាទេគឺយើងទទួលទិញរបស់គាត់តែម្ដងទី2យើងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅលើការដាំដុះដូចយើងបានធ្វើកន្លងមកមានវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងការផលិតជីកប៉ុស្តិ៍មានវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងដំណើរលូតលាស់របស់ដំណាំស្រូវហើយនឹងបច្ចេកទេសថ្មីៗនៅក្នុងការស្រោចស្រពដោយប្រើប្រាស់ទឹកតិចហើយទទួលបានទិន្នផលខ្ពស់ដែលស័ក្តិសមសម្រាប់ការធ្វើស្រូវប្រាំងយើងហៅថារបៀបដាំស្រូវតាមរបៀបស្រោចស្រពឆ្លាស់សើមស្ងួតដែលជួយកាត់បន្ថយការប្រើប្រាស់ទឹកបានច្រើនមែនទែនអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើស្រូវប្រាំងដែលគាត់ឆ្ងាយពីប្រភពទឹកគាត់អាចជ្រើសរើសយកវិធីសាស្ត្រថ្មីនេះដែលវាជួយបង្កើតទិន្នផលរបស់គាត់កាត់បន្ថយការប្រើប្រាស់ទឹកហើយនឹងទី3គឺវាជួយដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលជួយដល់បរិស្ថានមកកម្រិតទៀតផងដែរហើយកសិករដែលគាត់ធ្វើទៅតាមលក្ខណៈបច្ចេកទេសរបស់យើងនេះគឺយើងមានផ្ដល់ជូនជាការលើកទឹកចិត្តដល់គាត់នៅតាមលក្ខខណ្ឌគុណភាពដែលយើងបានកំណត់ហ្នឹងគឺយើងជូនគាត់20រៀលនៅក្នុង1គីឡូក្រាមបន្ថែមចំពោះកសិករដែលគាត់ធ្វើទៅតាមការដែលយើងណែនាំរបស់គាត់ហ្នឹងហើយនៅក្នុងការធ្វើការងារទាំងអស់ហ្នឹងក៏យើងមានឲ្យអ្នកសម្របសម្រួលម្នាក់ដើម្បីជួយសម្របសម្រួលរវាងយើងជាមួយនឹងកសិករហើយគាត់ក៏ជាអ្នកដែលចង្អុលបង្ហាញថាកសិករពេលណាគាត់គួរតែច្រូតដើម្បីគាត់ទទួលបាននៅតម្លៃដែលខ្ពស់ជាទូទៅយើងក្រោយពេលដែលយើងបានធ្វើ contract farming ជាមួយគាត់នេះចូលវគ្គទី3ហើយយើងសង្កេតឃើញថាពីវគ្គកន្លងមកកសិករគាត់ទទួលបានលំនឹងទីផ្សារដែលអាចឲ្យគាត់ផលិតទៅគាត់អត់បារម្ភថាខ្លាចអត់មានទីផ្សារដើម្បីទិញយកផលិតផលរបស់គាត់ទៀតទេហើយទី2នៅពេលដែលយើងផ្ដល់បច្ចេកទេសជូនគាត់បន្ថែមហ្នឹងធ្វើឲ្យគាត់យល់ដឹងពីបច្ចេកទេសថ្មីយើងពេលដែលយើងចោះបណ្ដោះបណ្ដាលហ្នឹងយើងមានសហការជាមួយនឹងក្រុមហ៊ុនដែលគាត់ផលិតជីផលិតថ្នាំកសិកម្មហ្នឹងគាត់ផ្ដល់អ្នកបច្ចេកទេសទៅបង្រៀនកសិករដែរពីរបៀបប្រើប្រាស់ជីថ្នាំទាំងអស់ហ្នឹងអញ្ចឹងធ្វើឲ្យគាត់មានការយល់ដឹងបន្ថែមហើយគាត់គួរតែប្រើនៅពេលណាដើម្បីមិនត្រឹមតែធ្វើឲ្យផលិតផលរបស់គាត់ល្អតែវាអត់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតដែលធ្វើឲ្យតម្លៃរបស់គាត់ហ្នឹងលក់បានថ្លៃហើយយើងសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលយើងទិញ input ទិញស្រូវពីកសិករដែលល្អយកទៅផលិតវាទទួលបានការគ្រប់គ្រងពីអតិថិជនកាន់តែច្រើនហើយផលិតផលរបស់យើងហ្នឹងក៏កាន់តែឆ្ងាញ់ដែរ